ជំងឺមហារីកដូចគ្នាមិនប្រាកដថាទទួលការព្យាបាលដូចគ្នានោះទេសូម្បីជំងឺមហារីកសូដន់អឺដូចគ្នាដំណាក់កាលដូចគ្នាក៏មិនប្រាកដថាទទួលការព្យាបាលដូចគ្នានោះដែរសម្រាប់នាងខ្ញុំសំណាងដែលនាងខ្ញុំមានគ្រួសារមានលទ្ធភាពហើយមានបងប្អូននៅប្រទេសបារាំងនៅពេលដែលរកឃើញថាការជំងឺមហារីកនាងខ្ញុំជួបពេទ្យត្រូវបានចាក់ទុកមុននឹងបានទទួលវីសាមកទទួលការព្យាបាលនៅប្រទេសបារាំងនេះ នាងខ្ញុំចង់ចែករំលែកអំពីបទពិសោធន៍ជាអ្នកជំងឺអមហារីកសូដន់ដំណាក់កាលទី3ប្រភេទ Triple Negative ក្នុងដំណើរការនៃការទទួលរោគវិនិច្ឆ័យនិងទទួលការព្យាបាលតែខ្ញុំចង់ចែករំលែកអំពីមូលហេតុអ្វីបានជាការទទួលធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយមានសារៈសំខាន់ក្នុងការព្យាបាលនៅពេលដែលចោះសាច់រកឃើញថាជាប្រភេទជំងឺមហារីកអ្នកទាំងអស់គ្នាគួរតែ ឆ្លងកាត់ដំណើរការក្នុងការវិភាគឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីដឹងថាតើមហារីកនឹងរីករាលដាលដល់ណាតើប្រភេទមហារីកនឹងគួរព្យាបាលដោយរបៀបណាការចែករំលែករបស់ខ្ញុំសូមឲ្យជាគំនិតទៅដល់អ្នកទាំងអស់គ្នាជាពិសេសជាអ្នកជំងឺយើងគួរតែធ្វើជាអ្នកជំងឺដែរមានការយល់ដឹងគ្រប់គ្រាន់ទៅលើស្ថានភាពជំងឺរបស់យើងក្នុងការសម្រេចចិត្ត យើងជាអ្នកជំងឺសំខាន់យើងគួរតែទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយទៅក្នុងដំណើរការក្នុងការព្យាបាលស្ថានភាពនៃជំងឺរបស់យើងអញ្ចឹងមានចំណុចពីរដែលខ្ញុំលើកឡើងថាសំខាន់ហ្នឹងទីមួយនៅពេលដែលចោះសាច់ដឹងថាសាច់នឹងជាប្រភេទសាច់មហារីកដំណើរការបន្ទាប់គឺគេនឹងយកសាច់ដែលចោះហ្នឹងទៅវិភាគបន្ថែមទៀតថាតើគួរព្យាបាលជំងឺមហារីកហ្នឹងដោយរបៀបណាព្រោះអីកត្តាក្នុងការព្យាបាលជំងឺមហារីក មានលក្ខណៈផ្សេងគ្នា គេនឹងតេស្តមើលទៅលើប្រភេទអរម៉ូនពីរគឺ ER ហើយ PR តើ ER នឹងវិជ្ជមានអត់ PR នឹងវិជ្ជមានអត់ហើយបើសិនជាពីរនឹងអវិជ្ជមានតើ HER2 វិជ្ជមានអត់ហើយបើសិនជា HER2 អវិជ្ជមានសម្រាប់ករណីនាងខ្ញុំគឺ ER PR ហើយនិង HER2 អវិជ្ជមាន អញ្ចឹងការព្យាបាលរបស់នាងខ្ញុំគឺតម្រូវត្រូវប្រើ Immunotherapy គឺការព្យាបាលដោយផ្ដោតទៅលើប្រព័ន្ធភាពស៊ាំតែបើសិនជា ERPR វិជ្ជមានវាតាក់ទងថ្នាំអរម៉ូនអញ្ចឹងគេនឹងឲ្យប្រើថ្នាំអរម៉ូននៅពេលដែល HER2 វិជ្ជមានគេនឹងប្រើការព្យាបាលគេប្រើពាក្យថា Target Therapy ឬក៏ Target Drug គឺជាថ្នាំដែលទៅទប់ទៅលើអា HER2 ហើយមួយទៀតផងដែរគឺការរីករាលដាលនៃប្រភេទកោសិកាមហារីកនឹងដោយគេផ្ដោតទៅលើK KI 67អឺសម្រាប់នាងខ្ញុំអ្វីដែលនាងខ្ញុំដឹងគឺស្ថានភាពនាងខ្ញុំគឺ KI 67ហ្នឹងគឺ50%នៅពេលដែលនិយាយថា50%អញ្ចឹងវាកាន់តែខ្ពស់មានន័យថាការរាលដាលលឿនអឺអញ្ចឹងវាឆ្លើយតបល្អជាមួយនឹងថ្នាំគីមី Chemotherapy ថ្នាំគីមីទាំងអស់ក៏មិនដូចគ្នាដែរស្ថានភាពក្នុងការចាក់ក្នុងការប្រើគឺខុសគ្នាហើយថ្នាំគីមីខ្លះចាក់ទៅអត់ជ្រុះសក់ទេតែថ្នាំគីមីខ្លះចាក់ទៅជ្រុះសក់នាងខ្ញុំចាក់ថ្នាំគីមីតែ2អាទិត្យតែមួយដូសដំបូងគឺជ្រុះសក់ហើយអញ្ចឹងវាមានប្រភេទខុសផ្សេងគ្នាក្រៅពីការធ្វើតេស្តទៅលើដុំសាច់និងចង់ដឹងថារបៀបព្យាបាលបែបម៉េច មួយទៀតដែរគេនឹងយកដុំសាច់នឹងទៅមើលថាតើវាមាន mutation ការសង្ងំនៃសែនដែលបង្កឲ្យកើតមហារីកនឹងមហារីកសណ្ដន់នឹងអត់ដែលមានសែនពីរគឺ BRCA1 ហើយនិង BRCA2 ហើយក្រៅពីនឹងសម្រាប់ការព្យាបាលនៅប្រទេសបារាំងនេះនៅពេលដែលខ្ញុំធ្វើតេស្តឃើញថាសែនពីរនឹងអវិជ្ជមានដោយសារតែខ្ញុំជាប្រភេទកង់សែប្រភេទ Triple Negative Breast Cancer គ្រូពេទ្យណែនាំឲ្យខ្ញុំជួបនឹងគ្រូពេទ្យជំនាញសែនតែម្ដងដើម្បីបូមឈាមមើលទៅលើចំនួនសែន20ថាតើវាជាកត្តាបង្កដោយសែនឬក៏អត់សម្រាប់នាងខ្ញុំសំណាងតេស្តទៅលើសែនទាំង20ហ្នឹងអវិជ្ជមានចំណុចទី2គឺគេផ្ដោតទៅលើការរីករាលដាលនៃកោសិកាមហារីកនឹងនៅក្នុងខ្លួនអញ្ចឹងគេផ្ដោតទៅលើពាក្យ3ដែលគេរបៀបក្នុងការធ្វើតេស្តគឺ T សំដៅទៅ tumor តែទំហំសាច់ហ្នឹងធំប៉ុណ្ណា N
សំដៅលើ lymph node មានន័យថាកូនកដៅតើវារាលដាលដល់កូនកដៅហើយកូនកដៅកន្លែងណាខ្លះហើយចុងក្រោយគឺ metastasis គឺសំដៅទៅលើការរាលដាលទៅដល់សរីរាង្គផ្សេងទៀតឬក៏នៅក្នុងឈាមដែលភាគច្រើននៅពេលដែលវាចូលបានន័យថារាលដាលទៅដល់ផ្នែកផ្សេងទៀតឬក៏សរសៃឈាមគឺជាដំណាក់កាលទី4តែម្ដងនៅពេលដែលដឹងថាកង់ស្ទះគេនឹងតម្រូវឲ្យយើងត្រូវធ្វើតេស្តបន្ថែមទៀតអឺត្រូវអេកូមើលក្នុងត្រូវអេកូពោះអេកូពោះវៀនហើយធ្វើ X-ray សួតត្រូវធ្វើ CT scan មកតួខ្លួនហើយនឹងថាតើមានដុំសាច់នៅកន្លែងណាផ្នែកផ្សេងទៀតនៅក្នុងខ្លួនឬក៏អីអត់ហើយតម្រូវត្រូវធ្វើ scan ឆ្អឹងទៀតbone scan ណាធ្វើ scan មើលឆ្អឹងហ្នឹងថាតើកោសិកាមហារីកហ្នឹងរីករាលដាលដល់ឆ្អឹងឬអត់មុនមកប្រាំងនាងខ្ញុំអត់បានធ្វើmammogram គៀបដោះដោយសារស្ថានភាពការសម្រេចចិត្តរបស់គ្រូពេទ្យគឺតម្រូវខ្ញុំត្រូវចាក់ទុកសិនហើយមួយទៀតដែរគឺការធ្វើ PET scan តម្រូវមើលថាតើអាដុំសាច់ដែលរាលដាលក្នុងខ្លួនយើងហ្នឹងវាជាដុំសាច់កោសិកាមហារីកឬក៏អត់អ្វីដែលសោកស្ដាយមួយគឺអត់អាចធ្វើតេស្តបានដោយសារតែម៉ាស៊ីននឹងអត់មានតែនៅពេលដែលនាងខ្ញុំមកប្រទេសបារាំងនាងខ្ញុំបានធ្វើតេស្តឡើងវិញគេបានធ្វើចោះសាច់យកទៅមើលឡើងវិញគេមើលតេស្តយកសាច់នឹងតេស្តមើលថាតើ ERPR HER2 នឹងវិជ្ជមានឬក៏អីអត់ហើយនឹងគេក៏មើលបន្ថែមទៀតថាតើក្រៅពីដុំសាច់នៅសដន់និងនៅកូនកដៅនៅក្លៀកនៅកញ្ចឹងកអីចឹងតើវារាលដាលដល់កន្លែងណាទៀតតកតងទៅនឹងបច្ចេកទេសទំនើបនៅប្រទេសបារាំងនេះគេមានscan មួយគេហៅ TAP scan TAP scan ហ្នឹងគឺជាម៉ាស៊ីនដែលទំនើបជាងគេគឺជាការ scan ពីកញ្ចឹងករហូតដល់ក្លៀនយើងចូលម៉ាស៊ីនមួយហ្នឹងទៅគេ scan មើលទៅដឹងហ្មងថាដុំសាច់ហ្នឹងមាននៅក្នុងកាពះពោះវៀនយើងនៅក្នុងសួតនៅក្នុងថ្លើមឬក៏អីអត់ដោយមិនបាច់ចាំធ្វើអី scan ច្រើនឯងខ្ញុំមុនហ្នឹងខ្ញុំ scan គ្រាន់តែរត់ echo X-ray ឬអីហ្នឹងឡើងច្រើនឡើង2ថ្ងៃហើយទៅឆ្អឹងទៀត2-3ថ្ងៃមកនេះតែកន្លះថ្ងៃ scan គឺដឹងហើយដឹងទាំងកម្រាស់ពោះវៀនស្ដើងឬក៏ក្រាស់ហើយដឹងទាំងកំហាប់ឆ្អឹងថាតើកំហាប់ឆ្អឹងហ្នឹងល្អអត់អីអត់ហើយនឹងមានលៀនឌីចកេះឬអីអត់និយាយទៅម៉ាស៊ីន scan មួយហ្នឹង scan ទៅ15នាទីគឺដឹងទាំងអស់តែម្ដងតែនៅប្រទេសបារាំងនេះខ្ញុំទទួលបានការធ្វើ mammogram គៀបដោះក្រៅពីការធ្វើគៀបដោះគេក៏គេធ្វើ MRI ទៅលើផ្នែកសដន់ហ្នឹងដើម្បីឃើញឲ្យច្បាស់ហើយគេក៏ចោះយកសាច់គេមិនយកតែដុំសាច់នៅសដន់ទេដោយសារវាមាននៅក្លៀកអញ្ចឹងគេជ្រើ3-4កន្លែងនៅក្លៀកហ្នឹងនៅសដន់ហ្នឹងក៏ចោះយកសាច់3-4កន្លែងយកទៅពិនិត្យមើលហើយចំណុចសំខាន់ជាងគេគឺនៅក្នុងការធ្វើតេស្តមហារីកគឺគេប្រើ PET scan PET scan ហ្នឹងគឺមានន័យថាគេ scan មកតួខ្លួនរួចហើយគេមុននឹងចូលម៉ាស៊ីន scan ហ្នឹងគេនឹងចាក់ថ្នាំglucose ជាតិស្ករឲ្យយើងព្រោះអីបើសិនជាវាជាដុំសាច់មហារីកជាតិស្ករហ្នឹងនឹងទៅកន្លែងកោសិកានឹងព្រោះអីហើយវានឹងដូរពណ៌គេនឹងមើលទៅឃើញពណ៌វាខុសពណ៌ដែលជាកោសិកាមហារីកផ្សេងពណ៌ដែលមិនមែនជាដុំសាច់មិនមែនជាមហារីកផ្សេងអញ្ចឹងសម្រាប់នាងខ្ញុំមុនមកប្រាំងការធ្វើរោគវិនិច្ឆ័យគេធ្វើរោគវិនិច្ឆ័យខ្ញុំក្នុងលក្ខណៈដូចថាមិនច្បាស់គឺដោយសារតែអត់បានធ្វើ PET scan គេគិតថាអាចជាដំណាក់កាលទី3ឬក៏ទី4ព្រោះឯងខ្ញុំមានដុំសាច់មួយទៀតស្នាមនៅខ្សួតហើយគេមិនដឹងថាវាជាសាច់កាចឬក៏អត់ទាល់តែចោះយកមើលតែស្ថានភាពពេលនោះតម្រូវត្រូវព្យាបាលវាចាំបាច់ជាងការដែលចោះយកសាច់នឹងទៅមើលអញ្ចឹងដល់ពេលមកនេះគ្រូពេទ្យបញ្ជាក់ថាកន្លែងសួតហ្នឹងគឺមិនមែនជាកោសិកាមហារីកទេអញ្ចឹងបានជាគ្រូពេទ្យដាក់រោគវិនិច្ឆ័យថាខ្ញុំគ្រាន់តែមហារីកសដន់ប្រភេទ triple negative ដំណាក់កាលទី3ហើយអញ្ចឹងក្នុងការព្យាបាលក៏មានលក្ខណៈខុសគ្នាគឺមានការចាក់ថ្នាំគីមីមុនវះកាត់ឬក៏
វាកាត់ហើយបញ្ជាក់ថ្នាំគីមីសម្រាប់ស្ថានភាពរបស់ខ្ញុំដំណាក់កាលទី3មែនក៏ប៉ុន្តែរៀងធ្ងន់ដែរវាមានភាពស្មុគស្មាញគឺបានន័យថាខ្ញុំក្រោយពីខ្ញុំចាក់ចប់នៃថ្នាំគីមីបូកជាមួយនឹង immunotherapy ហ្នឹងនាងខ្ញុំត្រូវវះកាត់ហ្នឹងគឺវះកាត់យកចេញទាំងអស់តែម្ដងយកសដន់ចេញទាំងអស់ហ្មងព្រោះអីនៅពេលដែលសដន់ទៅជារលាកបានន័យថាវាឡើងក្រហមលើស្បែកមានន័យថាអត់អាចទុកអត់អាចទុកបានទេស្បែកហ្នឹងគឺត្រូវតែយកចេញដែរមានន័យថាជាដំណាក់កាលដែលចុងក្រោយគឺគេអត់អាចទុកវាបានទេគឺត្រូវតែកាត់ចេញទាំងអស់ព្រោះអីវាប៉ះទៅដល់ស្បែកឯងសម្រាប់អ្នកដែលរកឃើញមហារីកសដន់ដំណាក់កាលទី1ឬក៏ទី2ការវះកាត់អាចមានលក្ខណៈខុសគ្នាព្រោះអីគេអាចគ្រាន់តែចោះយកសាច់នឹងចេញគេអត់ត្រូវកាត់ចេញទាំងអស់ឬក៏អីទេអញ្ចឹងវាតាមស្ថានភាពនិងកម្រិតនៃការធ្វើតេស្តមួយហ្នឹងតែសម្រាប់ស្ថានភាពនាងខ្ញុំគឺមិនត្រឹមតែយកសដន់នឹងផ្នែកដែលមានកង់សៀនឹងចេញទាំងអស់ទេគឺត្រូវយកចង្កោមកូនកដោដែលនៅក្រោមក្លៀកនឹងដែលកើតមហារីកនឹងយកចេញទៀតហើយវាមានលក្ខណៈស្មុគស្មាញនៅពេលដែលយកចង្កោមនឹងចេញគឺវាអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់ចលនាសាច់ដុំដៃព្រោះអីវាពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រសាយប្រសាទអញ្ចឹងខ្ញុំត្រូវជួបជាមួយនឹងគ្រូពេទ្យជំនាញដល់ចលនាទៀតពេលដែលខ្ញុំធ្វើការវះកាត់ហើយបានមួយសប្តាហ៍គឺខ្ញុំត្រូវជួបជាមួយនឹងគ្រូពេទ្យនឹងទៀតដើម្បីហាត់ចលនាដៃកុំឲ្យវាប៉ះពាល់ហើយខ្ញុំត្រូវបាញ់កាំរស្មីបន្ទាប់ពីវះកាត់ហើយគេនឹងត្រូវបាញ់កាំរស្មីដើម្បីកម្ចាត់មេរោគហ្នឹងទោះបីទទួលបាននិយាយទៅការព្យាបាលគេចាក់គីមីដើម្បីឲ្យសាច់ហ្នឹងវារួមទូចដល់កម្រិតមួយដែលគេអាចវះកាត់បានគេវះកាត់ហើយគេត្រូវបាញ់កាំរស្មីទៀតដើម្បីកុំឲ្យកោសិកាមហារីកហ្នឹងវាមានក្នុងខ្លួនឧទាហរណ៍ដូចកោសិកាមហារីកនៅកញ្ចឹងកខ្ញុំគេអត់អាចវះយកវាចេញបានទេអញ្ចឹងគឺការបាញ់រស្មីនឹងជួយកម្ចាត់វាឲ្យអស់ហើយក្រៅពីហ្នឹងគឺនាងខ្ញុំត្រូវចាក់immunotherapy ការព្យាបាលដោយប្រព័ន្ធភាពស៊ាំហ្នឹងបន្តទៀត6ទៅ9ដងទៀតនិយាយទៅដំណើរការនៃការព្យាបាលជំងឺមហារីកគឺស៊ីពេលវេលាមែនតើហើយអញ្ចឹងហើយបានថាការរកជំនួយឲ្យបានកាន់តែឆាប់កាន់តែល្អនៅក្នុងដំណាក់កាលទី1ឬក៏ទី2ហើយការធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយវាជារឿងសំខាន់ក្នុងការទទួលការព្យាបាលឲ្យមានប្រសិទ្ធភាពដែលស៊ីពេលតិចហើយនឹងដែលជួយទៅដល់អាយុជីវិតយើងផងដែរអញ្ចឹងរបៀបក្នុងការព្យាបាលមានលក្ខណៈខុសៗគ្នាវាអាស្រ័យទៅលើស្ថានភាពរាងកាយរបស់បុគ្គលម្នាក់ៗឆ្លើយតបទៅនឹងការធ្វើតេស្តមួយហ្នឹងយ៉ាងម៉េចដែរ